កំពុងចង់ពត់ថ្មីមែនពេលថ្មីអង្គកម្ពុជាគឺពត់ដោយទំនុកចិត្តហ្មងមានទាំងការដាក់ press និងដាក់ aligner ហើយឥឡូវចង់ដាក់មួយណាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាអំពីការដាក់ aligner ដោយសារតែខ្ញុំគឺជាអ្នកពត់ថ្មីដែលពាក់ជាមួយនឹង aligner ផ្ទាល់មានឆ្ងល់អត់ aligner នឹងអីគេទៅនោះគឺជា plastic ស្ដើងហើយថ្លាហើយចង់ដឹងអត់ថាវាមានអត្ថប្រយោជន៍បែបណាខ្លះបានជាខ្ញុំសម្រេចចិត្តពត់ថ្មីជាមួយនឹង aligner ទី1ហ្នឹងគឺគេមើលអត់ដឹងហ្មងថាយើងកំពុងតែពត់ថ្មីពាក់ជាមួយនឹង plastic ស្ដើងនៅក្នុងមាត់បើសិនជាគេអត់បានចាប់អារម្មណ៍ហើយចំពោះទី2វិញគឺយើងអាចដោះ plastic ហ្នឹងចេញបាននៅពេលដែលយើងចង់សម្អាតថ្មីឬក៏នៅពេលដែលយើងញ៉ាំអីគឺយើងអាចញ៉ាំនិងយើងអាចសម្អាតថ្មីយើងធម្មតាបានចំពោះទី3វិញគឺថាមានផាសុកភាពខ្លាំងមែនទែនដែលវាអត់ធ្វើឲ្យយើងមុតមាត់ឬក៏របូតលួសដែលធ្វើឲ្យមាត់យើងមានការឈឺចាប់ទេហើយចំពោះហេតុផលចុងក្រោយទី4របស់ខ្ញុំនឹងគឺដោយសារតែការពត់ដែលដាក់ជាមួយនឹង aligner គឺវាមានរយៈពេលលឿនជាងការដាក់ brace ចំពោះអ្នកដែលស្អប់ការរង់ចាំដូចជាខ្ញុំអាចដាក់ជាមួយនឹង aligner បានដោយសារតែវាមានរយៈពេលខ្លីហើយវាមានប្រសិទ្ធភាពលឿនជាងនេះគឺជារឿងរ៉ាវដែលខ្ញុំសម្រេចចិត្តដាក់ជាមួយនឹង aligner